ថ្ងៃនេះយើងនាំអារម្មណ៍ទស្សនិកជនទៅភ្លក់អាហារតាមដងផ្លូវជាមួយយើងខ្ញុំទាំងពីរនាក់នៅហួសបង្កងតិចទេតាមរតនាដឹងអត់ថាម្ហូបអីប្រភេទបុកចាអូចាមើលទៅវាអាចនឹងជាបុកល្ហុងឬអីមែនធ្វើឯងអីណាដឹងទេតាអីបុកអីគ្រាន់ភាគច្រើនអត់តែលើបុកភាគច្រើនយើងលើបុកល្ហុងតែនេះប្រហែលជាមានអីពិសេសមួយអីឥឡូវចាលាក់ទស្សនិកជនសិនយើងនឹងនាំអារម្មណ៍ទស្សនិកជនទៅទស្សនាក៏ដូចជាទៅមើលនេះខ្ញុំនឹងពីរនាក់ភ្លក់អាហារទាំងអស់គ្នានៅកន្លែងមួយដែលគាត់ជំនាញខាងបុកតែម្ដងចាតែទាំងអស់គ្នាដល់វាដៅតិចតែយើងចិត្តដល់ហើយហ្នឹងហើយនៅហ្នឹងហើយប្រហែលជាចិត្តដល់ម្ដងហ្នឹងហើយអូខេមើលឃើញថានៅសាបមុខកងនេះលក់គ្រប់មុខហ្មងណាតាំងពីម្ជូរហើយគ្រឿងក្អាលគ្រឿងអីពិសេសមែនតើនៅម្ដងនេះចាទូទៅម្ដងអូហើយយើងទៅហៅគ្រឿងបុកនេះភាសាจีนចាមើលទៅថាតើវាឆ្ងាញ់យ៉ាងណាសុខភាពតាអស់ខ្យល់ចាឥឡូវមកដល់ហើយអត់ឃើញទេខាងបុកកន្ទួតតោះយើងសាកដល់មើលទៅទៅមកសៃហាបាទចាមកទៅគួរថ្ងៃនេះគេហៅបងអីគេបុកកន្ទួតមកអីបុកកន្ទួតក្តាមប្រៃបងបុកកន្ទួតក្តាមប្រៃចាំបដាក់ក្តាមសេះបានទេបានបងឆ្ងាញ់អត់លើឆ្ងាញ់ហ៎ជីឆ្ងាញ់អូខេឲ្យមេដៃមួយចាអរគុណគ្រឿងទាំងអស់ហ្នឹងខ្ញុំធ្វើគ្រឿងប្រហែលជា10នាក់អីហើយចំតែហើយគ្រប់គ្រងចាអតិជនគ្រប់គ្រងច្រើនខ្ញុំបើកក្នុងរយៈពេលតាកន្លះខែខ្ញុំមានភ្ញៀវគាត់កាន់តែកើនឡើងគាត់ស្គាល់តាមប្រព័ន្ធ Facebook ផងហើយតាម page ខ្ញុំហ្នឹងគាត់ឃើញឈ្មោះយើងប្លែកហើយចាហើយគាត់ស្គាល់គ្នាគាត់ស្គាល់អញ្ចឹងទៅគាត់ចេះមកភ្លក់តគ្នាយូរទៅខ្ញុំមានភ្ញៀវចូលមកកាន់តែច្រើនទៅចាទៅពេលនេះខ្ញុំចូលមើលទៅចាស្រកទឹកមាត់ទាំងពីរនាក់ហ្មងចាអ្វីដែលសំខាន់សង្សួរមួយទៀតតើក្នុងមួយថ្ងៃតើបងបានបុកជាមួយនឹងផ្លែឈើអស់ហ្នឹងមានប្រមាណចានដែរក្នុងមួយថ្ងៃគិតជាចានគិតជាចានប្រហែលជា500ចានអីហើយខ្ចប់រតនាចាទាំងខ្ចប់ទៀតខ្ចប់ប្រហែលជា3-400កញ្ចប់អីដែរបងគ្រប់គ្រងច្រើនមែនចាមើលទៅទាំងពីរនាក់យើងក៏ចង់ភ្លក់ដែរណោះចាមូលហេតុអីបានជាមានការកម្មង់ច្រើនអញ្ចឹងចាហើយភ្ញៀវអតិជនគាត់កម្មង់ order ទៅតាមផ្ទះហ្នឹងក៏ច្រើនដែរមានការដឹកជញ្ជូនដល់ចាមានសេវាអត់នៅចិត្តខាងខ្ញុំអត់គិតទេប៉ុន្តែទៅដល់ឆ្ងាយដូចទូកើកអីខ្ញុំគិតសេវាបន្ថែមទៅលើអញ្ចឹងជួយចាអូខេអរគុណច្រើនបងចាមើលទៅអើយស្រកទឹកមាត់នេះប៉ាត់គេលីគ្រឿងហើយណាបានតែបុកទេណាឆ្ងាញ់ហ្មងឆ្ងាញ់មែនអត់ឆ្ងាញ់ខ្លាយទៅឆ្ងាញ់ទេឆ្ងាញ់ហ្មងឆ្ងាញ់មែនតើហ្មងប្រភេទបុកល្ហុងហ្នឹងសឹងតែគាត់ថាគាត់យកមកពីប្រទេសថៃប៉ុន្តែគាត់គ្រឿងហ្នឹងគឺគ្រឿងផ្សំក្នុងប្រទេសខ្មែរទេចាត្រឹមត្រូវយកមកអញ្ចឹងតើផលឆ្ងាញ់ហ៎ព្រោះថៃទៅផលឆ្ងាញ់ហ្មងផលមិនមើលបែកនេះណាចាមើលទៅអ្នកលក់นึกថាចុងភៅគឺគាត់សកុំប៉ុន្តែរបស់នេះគឺមិនសកុំប្រកបដីតែម្ដងចានេះខ្ញុំឃើញហើយមើលនេះក្រហមពេញហ្នឹងពួកអីសិតតែម្ទេសហ្មងអត់សូវចេះហឹលឡងតែលើនេះបន្ថយហើយអត់ចេះហឹលក៏ត្រូវញ៉ាំដែរចាដើម្បីភ្លក់រសជាតិចាហ្នឹងហើយគ្រឿងហ្នឹងសិតតែគ្រឿងហឹលមិនញ៉ាំទៅឆ្ងាញ់ចាមានតែគេកំងតែអត់ដាក់ម្ទេសទេបងមានតែនៅតែហឹលព្រោះជាប់ត្បាល់ព្រោះអីត្បាល់ហ្នឹងបុកហឹលរហូតចាបងក្នុងប្រភេទទាំង4ហ្នឹងមួយណាឆ្ងាញ់ជាងគេអានោះភ្ញៀវគាត់ចូលចិត្តបុកកន្ទួតក្តាមសេះជាងគេបុកកន្ទួតក្តាមសេះព្រោះជា brand របស់កន្លែងហ្នឹងទៅតែតួឯងណាឥឡូវអ្នកម្ចាស់ហាងម៉ែនាំយើងសុំកន្ទួតមួយហ្មងសុំភ្លក់ហ្មងកាមេរ៉ាភ្លក់ក្តាមសេះអូ
យើងបានភ្លក់3មុខហើយអញ្ចឹងយើងភ្លក់ម្ហូបពិសេសដែលថាបុកគ្រប់មុខអញ្ចឹងណាឡើយមានអីគេខ្លះបងជួយរកប្រាប់សិនតើដឹងចា បុកផ្លែឈើពិសេសហ្នឹងមានផ្លែតបែកប៉ោមពោតហើយពីងប៉ោះច្រើនដៃគូចា អូខេឥឡូវចង់សួរសំណួរមួយទៀតពិសេសទៅបងសៃណាខ្ញុំមើលឃើញថាកន្លែងបងតាំងពីភាពតុបតែងតាំងអីហ្នឹងគឺតាក់ទាញភ្ញៀវហើយប៉ុន្តែចង់សួរថាពួកអីឃើញភ្ញៀវច្រើនតើការគ្រប់គ្រងសេវាកម្មរបស់បងយ៉ាងម៉េចដែរហើយមានគំនិតក្នុងការពង្រីកអាជីវកម្មនេះទៅសាខាមួយទៀតដែរអត់ទេ ចាហើយនឹងខ្ញុំមានគម្រោងបង្កើតនៅមួយកន្លែងទៀតគឺកោះពេជ្របង នៅកោះពេជ្រចា គ្រប់មុខដែលបានបុកចេញពីក្បាលចាលើកមកយើងភ្លក់ហ្នឹងគឺមានឲ្យរួមគឺហឹលខ្លាំងណាស់ហើយប៉ុន្តែឲ្យមិនដែរគឺឆ្ងាញ់ឆ្ងាញ់អ្វីដែលពិសេសហ្នឹងខ្ញុំមើលឃើញអំពីការច្នៃប្រឌិតរបស់គាត់ណាព្រោះហាងហ្នឹងយើងមើលមុនដំបូងគឺបុកកទួតគាត់នៅបុកកទួតគឺផ្លែឆាយប៉ុន្តែគឺគាត់មានបុកអីផ្សេងទៀតដូចជាបុកផ្លែឈើគ្រប់មុខណាហើយដូចជាបុកពោតបុកខ្វិតគឺសិតសឹងតែជាការច្នៃប្រឌិត ហើយជាក់ស្ដែងទីតាំងក៏ងាយស្រួលរកដែរនៅក្បែរនៅផ្សារបឹងកងទៅមុខសាលាបឋមសិក្សាចៅពញា6 ចាគឺងាយស្រួលហៅមែនតើហើយយើងមើលឃើញថាតម្លៃនៃការបុកល្ហុងឬក៏បុកហ្នឹងគឺធូរថ្លៃចាគឺអាចញ៉ាំបានចាខ្ចប់ចិត្ត10ប្រអប់ទៅផ្ទះចាពួកអីឆ្ងាញ់នៅកន្លែងហើយខ្ចប់ឲ្យអ្នកនៅកន្លែងធ្វើការងាររបស់យើងលក់ដែរចា ចាអរគុណទស្សនិកជនដែលបានចំណាយពេលវេលាដែលមានតម្លៃក្នុងការតាមដានកម្មវិធីភ្លក់អាហារតាមដងផ្លូវជាមួយយើងទាំងពីរនាក់ហើយសុខៀងសន្យាចានៅសប្តាហ៍ក្រោយនឹងមានកម្មវិធីពិសេសទៀតគឺជាពិសេសគឺមកភ្លក់ម្ហូបតាមដងផ្លូវគឺយើងរកនៅម្ហូបណាដែលមានឲ្យជារសឆ្ងាញ់ហើយសុខភាពហើយតម្លៃថោកសមរម្យហើយងាយស្រួលរកទៀតអញ្ចឹងកុំភ្លេចតាមដានទស្សនានៅវគ្គក្រោយទៀតណាអរគុណនៅពេលនេះនាងខ្ញុំសនសុខៀងនិងកញ្ញារតនាក៏សូមអរគុណសូមជម្រាបលាបាយបាយ